សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ថ្មី Channel Pro DM ហើយថ្ងៃហ្នឹងខ្ញុំមកប្រាប់ពី event របស់អ្នកគ្នាថាវាចេញអីខ្លះនៅក្នុងខែ8នេះហើយគម្រប់ខួប8ឆ្នាំគឺវាចេញអ្វីខ្លះហើយឥឡូវខ្ញុំបានដូរឈ្មោះហើយដាក់ឈ្មោះ PT ម្ដងគឺណាមួយគឺឈ្មោះ scene ខ្ញុំផងអ្នកគ្នាហើយមួយទៀតគឺកុំឲ្យវាដូច Channel ធំខ្ញុំមួយទៀតគឺខ្ញុំលក់ឲ្យគេបាត់ហើយ Channel 2K ជាងហ្នឹងហើយសម្រាប់អ្នកគ្នាដែលស្គាល់ខ្ញុំនៅ Channel 2K ជាងហ្នឹងកុំភ្លេចមកជួយ Subscribe មកក្នុង Channel ខ្ញុំនៅ Channel ទូចនេះម្នាក់មួយផងហើយថ្ងៃហ្នឹងខ្ញុំមកប្រាប់ពី event ដែលវា stream នឹងចេញនៅក្នុងគម្រប់ខួប8ឆ្នាំហ្នឹងហើយថាចង់ដឹងថាវាចេញ event អ្វីខ្លះកុំភ្លេចមើលវីដេអូហ្នឹងតាំងពីដើមរហូតដល់ចប់ហើយកុំភ្លេចជួយចុច like និង Subscribe មកកាន់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីហើយអ្នកដែលស្គាល់ខ្ញុំកុំភ្លេច comment ឲ្យខ្ញុំម្នាក់មួយផងដើម្បីខ្ញុំបានដឹងហើយកុំភ្លេចមើលវីដេអូហ្នឹងតាំងពីដើមរហូតដល់ចប់បើសិនជាចង់ដឹងថាមាន event អ្វីខ្លះដែលវា stream នឹងចេញមកអ្នកគ្នាស្រួលអ្នកគ្នា stream លុយសនុកចាប់ចឹងអ្នកគ្នាហើយបើសិនជាអ្នកគ្នាអត់មានពេជ្រចាប់ទេកុំភ្លេចចូលទៅមើលវីដេអូចាស់ខ្ញុំផងដែលផុសនៅក្នុង channel ហ្នឹងគឺបង្រៀនអ្នកគ្នារបៀបលេងយកពេជ្រដោយ free អ្នកគ្នាហើយថារបៀប hack ពេជ្រហ្នឹងអ្នកគ្នាចូលទៅមើលម្នាក់មួយទៅបើសិនជាអ្នកគ្នាមានពេជ្រសម្រាប់ចាប់ event តោះឥឡូវកុំឲ្យរងចាំពេលវេលាយូរខ្ញុំមកប្រាប់អ្នកគ្នាតែម្ដងថាវាមាន event អ្វីខ្លះដែលនៅខ្ញុំយកមកប្រាប់នេះអ្នកគ្នាហើយនេះគឺជា event ទី1អ្នកគ្នាដែលវា stream នឹងចេញមកវាមានជាមួយនឹង AK អ្នកជាមួយនឹង P9 អ្នកទាំងអស់គ្នាគឺវាដក M1887 ចេញជាមួយនឹង AN អ្នកគ្នាគឺវាដាក់ចូលតែម្ដងហើយចំពោះ M5 និង M4 គឺវានៅតែដដែលទេអ្នកគ្នាគឺវាអត់ដូរចេញទេគឺវាដកតា M1887 ហើយជាមួយនឹង AN ទេអ្នកគ្នាគឺវាដាក់ជាមួយនឹង AK អ្នកហើយជាមួយនឹង P9 អ្នកគ្នាដាក់សម្រាប់ឲ្យអ្នកគ្នាចាប់ណាហើយនៅខែក្រោយគឺវានឹងចេញមកអ្នកគ្នាកន្លែងហ្នឹងខ្ញុំចូលមើលទៅកន្លែងចាប់ skin MP5 ហ្នឹងគឺខ្ញុំចូលមើលទៅគឺវាយូរខ្លាំងមែនតើនៅ22ថ្ងៃទៀតគឺវាបានដាច់ពេលវាណាដែលវាដាច់ហើយគឺវានឹងដាក់ skin ហ្នឹងឲ្យអ្នកគ្នាចាប់តែម្ដង skin P9 ចេញថ្មីហើយចំពោះអ្នកណាដែលរងចាំ AK អ្នកគឺត្រូវហើយអ្នកគ្នាចំពោះខ្ញុំក៏រងចាំ AK អ្នកដែរដែលវាចេញមកហើយ event នេះគឺគម្រប់ខួប8ឆ្នាំគេអ្នកទាំងអស់គ្នា8ឆ្នាំរបស់ Free Fire ដែលបានផលិត game ហ្នឹងចេញមកហើយនេះគឺជា event ទី2គឺវានឹងចាញ់មកជាមួយនឹង skin កណ្ដាប់ដៃអ្នកគ្នា skin កណ្ដាប់ដៃគឺវាចាញ់មក skin កណ្ដាប់ដៃឆក់អ្នកគ្នាអ្នកគ្នាមើលតាមហ្នឹងទៅនេះគឺអែមខ្លាំងមែនតើជាមួយនឹងមួយទៀត skin កណ្ដាប់ដៃដែលមានពណ៌ស្វាយអ្នកគ្នាហើយចំពោះអាពីប្រឡោះទៀតគឺអត់ច្បាស់ថា skin កណ្ដាប់ដៃឬក៏ event អីផ្សេងទេគឺវាលាក់ពេលណាដែលចាញ់មកគឺយើងនឹងដឹងទាំងអស់គ្នាអ្នកគ្នាគឺខ្ញុំអត់ច្បាស់ដែរអញ្ចឹងណាអ្នកគ្នាហើយចាំមើលពេលណាដែលចាញ់មកគឺយើងនឹងដឹងទាំងអស់គ្នាដែលស្អាតខ្ញុំអត់ច្បាស់ដែរហើយចំពោះ event បន្ទាប់គឺជាឈុតពណ៌លឿងមួយនេះហើយឈុតពណ៌លឿងមួយនេះគឺខ្ញុំអត់ច្បាស់តែចាញ់មកថ្ងៃណាទេតែបើតាមខ្ញុំស្មានប្រហែលជាដាច់អាវកក្អមគឺវានឹងចាញ់ event នឹងមកអ្នកគ្នាគឺខ្ញុំអត់ច្បាស់ដែរទេថាវាចេញមកនៅថ្ងៃណាអានេះបើខ្ញុំស្មានអ្នកគ្នាប្រហែលជាដាច់អាវកក្អមវានឹងចាញ់ event នឹងមកតែម្ដងហើយអាវនឹងដូចជាអាវសេរីចាអ្នកគ្នាខ្ញុំអត់ស្គាល់អ្នកគ្នាណាស្គាល់ជួយ comment ប្រាប់ខ្ញុំផងគឺខ្ញុំអត់សូវស្គាល់ដែរគឺវាមានជាមួយនឹង style ROM ជាមួយនឹងកូនសัตว์ជាមួយនឹងឈុតហ្នឹងអ្នកគ្នាហើយរបស់ដេដូគឺមានដាវទៀតអ្នកគ្នាមានជាមួយនឹងតកកទៀតអ្នកគ្នាគឺអែមខ្លាំងមែនតើហើយហ្នឹងអ្នកគ្នាប្រហែលជាដាច់អាវកក្អមគឺវានឹងតម្លាក់របស់ហ្នឹងមកតែម្ដងគឺឈុតពណ៌លឿងហ្នឹងអានេះដូចជាជាមួយនឹងឈុតកពើដែរអ្នកគ្នាស្តៀងជាមួយនឹងឈុតកពើសេរីចាស់អ្នកគ្នាហើយនេះឈុតនេះប្រហែលជាឈុតចេញថ្មីអ្នកគ្នាដោយសារតែខ្ញុំមិនដែលឃើញដែរអ្នកគ្នាគឺវាចេញមកឆាប់ហ្នឹងណាអ្នកគ្នាត្រៀមតែពេជ្រទុកចាប់ទៅណាអ្នកគ្នាចំពោះ event មួយនេះវិញគឺជា event គម្រប់ខួប8ឆ្នាំរបស់គេគឺគម្រប់ខួប8ឆ្នាំរបស់គេណាអ្នកគ្នាគឺវាចេញមកជាមួយនឹង skin ក្បាច់តកដែលគម្រប់ខួប8ឆ្នាំមានលេខ8ហ្នឹងហើយចំពោះជាមួយនឹងឈុតប្រុសឈុតស្រីជាមួយនឹង skin ដាវអ្នកទាំងអស់គ្នាគឺលយខ្លាំងមែនតើ skin ដាវនេះហើយ event នេះប្រហែលជាចេញមកនៅថ្ងៃទី13ណាគ្នាថ្ងៃទី13ឆាប់ហ្នឹងណាគ្នាត្រៀមពេជ្រចាប់អ្នកមួយទៅគឺកប់សេរីខ្លាំងមែនតើPM ណាគ្នាប្រហែលជាដាច់ AC8 គឺវានឹងចេញមកតែម្ដង AC8 គឺនៅសល់តែ4ថ្ងៃទៀតទេប្រហែលជាថ្ងៃទី13 14ហ្នឹងណាគ្នាត្រៀមពេជ្រចាប់អ្នកមួយទៅគឺវាអែមដែរណាគ្នាគម្រប់ខួប8ឆ្នាំហើយខ្ញុំស្រឡាញ់ឈុតខ្លាំងមែនតើឈុតជាមួយនឹងក្របៃតកណាទាំងអស់គ្នាក្របៃតកគឺវាមានលេខ8ហើយឈុតវាគឺវាមានកាត់ effect លយខ្លាំងមែនតើហើយដាវវាគឺមិនបាច់ចាំបាច់យកក៏បានដែរណាគ្នាសំខាន់ឲ្យតែបានឈុតវាមកគឺអែមខ្លាំងមែនតើហើយអ្នកគ្នាមើលតាមហ្នឹងទេណាគ្នាហើយកុំភ្លេចជួយចុច like និង subscribe មកកាន់ channel ថ្មីខ្ញុំម្នាក់មួយផងដែលមានឈ្មោះថា Pro PT